បាទគ្រប់សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកបង្ហាញតាក់ទងជាមួយនឹងការតម្លើងបំពង់ប្លូតគីភ័យដែលយើងព្យួរនៅលើ ladder អញ្ចឹងទី1យើងធ្វើការវាស់ដើម្បីស្វែងជើងរបស់បំពង់ប្លូតគីភ័យរបស់យើងជាមួយនឹងជើង ladder ដែលយើងធ្វើការដាក់នេះបាទអញ្ចឹងយើងយកជើងបំពង់ប្លូតគីភ័យរបស់យើងហ្នឹងយកមកវាស់ជាមួយនឹងជើង ladder មកអញ្ចឹងនេះយើងស្មានមកវាមានយើងស្រែមកចំកណ្ដាលចឹងមកហើយយើងស្មានថាឥឡូវជើង ladder មួយយើងនៅត្រង់ចំណុចមួយណាជាមួយនឹងជើងបំពង់ប្លូតគីភ័យនេះអញ្ចឹងយើងមានរ៉ូតរបស់យើងដែលមាននៅបំពង់ប្លូតជើងបំពង់ប្លូតគីភ័យហ្នឹងមានមួយអញ្ចឹងវាមួយទៀតវាអត់ត្រូវជាមួយនឹងជើង ladder អញ្ចឹងយើងធ្វើការវាស់មកហើយស្វានទៅលើជើងរបស់បំពង់ប្លូតគីភ័យនេះយើងដាក់វាអញ្ចឹងមកហើយយើងត្រង់ចំណុចដៅនៅចំណុចនេះមួយមកហើយយើងធ្វើការស្វានអញ្ចឹងចំពោះការស្វាននៅលើជើងតម្ររបស់បំពង់ប្លូតគីភ័យហ្នឹងយើងរើសទីតាំងស្វានយកវាឲ្យត្រូវជួររបស់វាអញ្ចឹងហើយផ្លែម៉ូទ័រស្វានគឺយើងយកអត់ធំពេកឬក៏មិនតូចពេកដែរគឺយកប្រហាក់ប្រហែលជាមួយនឹងរុនចាស់របស់វាមកហើយឲ្យវាត្រូវជួរបែបនេះមកបាទអញ្ចឹងចំពោះការរៀបចំតាកេដែលយើងយកទៅផ្ចាប់ជាមួយនឹងជើងរបស់ដែកព្យួររបស់យើងអញ្ចឹងនេះរបស់វាដាក់មកគឺបែបនេះអញ្ចឹងយើងដោះវាចោលអស់ដើម្បីហើយឲ្យវាទៅជាបែបនេះយើងរើសបកវាចេញមកហើយយើងដាក់វាក្បាលវាពីរហើយខ្ចៅមួយទៀតយើងមួលឲ្យដល់កន្លែងស្ពឺរបស់វាមកហើយយើងយកវាយកមកដាក់អញ្ចឹងយើងប្រើរងមួយចាប់នៅខាងនេះហើយប្រើរងមួយទៀតដាក់អញ្ចេះមកនេះយើងមានសងខាងអញ្ចឹងដើម្បីមួលវាសម្រាប់មុខសងខាងអញ្ចឹងមកបាទអញ្ចឹងយើងចូលទៅកាន់ការភ្ជាប់វាទៅកាន់ជើង ladder ម្ដងបាទឥឡូវយើងធ្វើការវាស់ទីតាំងហើយនឹងចាប់ជើងវាទៅលើ ladder អញ្ចឹងចំពោះទីតាំងយើងស្រែវាមើលមិនឲ្យវានៅចំកដាលអញ្ចឹងមកនេះអញ្ចឹងខ្ញុំដាក់ខ្ចៅរបស់យើងមកខ្ញុំដាក់អញ្ចឹងមកខាងហើយបន្ទាប់មកខ្ញុំដាក់នេះអញ្ចឹងនេះខ្ញុំចាប់វាមកខាងសិនមកហើយខ្ញុំដាក់រងមកខាងទៀតមកនេះយើងមួលមកខាងអញ្ចឹងមកហើយខ្ញុំធ្វើការដាក់មកចន្លោះទៀតអូខេឥឡូវបន្ទាប់ពីយើងបានតឡើងជើងរបស់វារួចរាល់ហើយយើងធ្វើការដាក់បំពង់ប្លូតគីភ័យរបស់យើងធ្វើលើវាមកនេះហើយយើងបែរតនិចនីលកាឲ្យវាមកមុខមកតងជាមួយនឹងការរើសទីតាំងនៃការតម្លើងបំពង់ប្លូតគីភ័យរបស់យើងយកចំណុចទី1គឺយើងយកវានៅគៀកទូ V5 បំផុតនៅចន្លោះប្រហែលជា1ទឹកឬក៏2ទឹកឆ្ងាយពីទូ V5 មកហើយតកតងនឹងការតម្លើងនៅលើជើងរែកយើងទាញវារើសទីតាំងបែបណាឲ្យវានៅមកកណ្ដាលអញ្ចឹងមកហើយកុំឲ្យវានៅគៀកអញ្ចាំងពេកឬក៏អាចយើងខិតមកមុខបន្តិចអញ្ចេះក៏បានដែរហើយយើងបង្វែរនីលកាវាឲ្យនៅមកខាងមុខអញ្ចឹងមកហើយតកតងជាមួយនឹងជើងព្យួររបស់បំពង់ប្លូតគីភ័យរបស់យើងមួលខ្ចៅវាសម្រាប់មុខសងខាងយើងមួលខាងនេះផងខាងនេះផងគឺយើងឲ្យរត់វាឲ្យតឹងឲ្យណែនបែបនេះផងនេះហើយតកតងជាមួយនឹងខ្ចៅរបស់វាយើងមានរងខាងនេះមួយហើយខាងនេះក៏មានរងដែរយើងមានខ្ចៅមួយគ្រាប់ហើយនឹងរងមួយគ្រាប់ដែរយើងមួលវាឲ្យណែនបែបហ្នឹងមក